យកបានបញ្ជាឲ្យក្រុមកការងាររបស់គាត់តាមដានរាល់ player ដែលទើបចុះឈ្មោះថ្មីទាំងអស់ដើម្បីស្វែងរកកំពូលអ្នកខ្លាំងដែលលាក់មុខរូបនេះឲ្យឃើញជាបន្ទាន់2ថ្ងៃបានកន្លងផុតទៅយ៉ាងរហ័សខណៈដែលប្រតិបត្តិការតាមស្វែងរក player អាចកំបាំងកាន់តែក្តៅគគុកឡើងខ្លាំងនៅពីក្រោយឆាកត្រឡប់មកឯផ្ទះល្វែងវិញជួយយកបានជជែកលេងជាមួយ Cossack ទាំងអារម្មណ៍ស្រស់ស្រាយដោយបញ្ជាក់ថាថ្ងៃនេះដល់ពេលត្រូវប្រឈមមុខនឹងជាន់ទី8ហើយគាត់បាននិយាយបែបសាមញ្ញថា10ជាន់ដំបូងត្រូវបានគេចាត់ទុកទូទៅស្ថានភាព beginner zone នោះហើយជាមូលហេតុដែលធ្វើឲ្យដំណើរការរបស់ពួកគេរលូនល្អបែបនេះពេលបោះជំហានឆ្លងកាត់ portal នេះទាំងពីរបានទៅដល់ព្រៃក្រាស់ដែលពោពេញដោយអាប់ដែលជាស្តង់ដារសម្រាប់ជាន់ទាបៗរបស់ Tower System Interface បានភ្លឺឡើងដើម្បីប្រគល់ mission ជាន់ទី8របស់ពួកគេគឺត្រូវកំទេច Redthorn Frog Warrior ឲ្យបានចំនួន10ក្បាលចង់ពេលតែម្ដងបិសាចកង្កែបដ៏ធំចម្លែកមួយក្បាលបានលេចខ្លួនចេញពីចន្លោះដើមឈើហើយស្ទុះមកមុខយ៉ាងកាចសាហាវដោយក្រវ៉ាត់អណ្ដាតពណ៌ស្វាយដ៏វែងរបស់វាពន្លឺធម្មពលវេទមន្តពណ៌ខៀវស្រងាត់បានផ្ទុះឡើងពេញអេក្រង់ខណៈដែលសមរភូមិបានចាប់ផ្ដើមឡើងភ្លាមៗកុសាក់បានស្ទុះចូលទៅក្នុងសកម្មភាពដោយក្រវិតដៃគូរបស់គេយ៉ាងស្ទាត់ជំនាញនិងច្បាស់កាប់ផ្ដាច់ជីវិតពួក Frog Warrior ដែលលុតមកលើអាកាសប្រាប់ System បានលេចឡើងយ៉ាងរហ័សដើម្បីប្រកាសថា Mission ជាន់ទី8ត្រូវបានបញ្ចប់ដោយជោគជ័យរួចផ្ដល់ជារង្វាន់និងការ level up ត្រឡប់មកក្នុងផ្ទះល្វែងវិញអ្នកជា Master បានដកដង្ហើមធំដោយគាត់សម្គាល់ថាជាន់មួយទៀតត្រូវបាន clear រួចរាល់ទោះបីជាគាត់មិនបានធ្វើអ្វីសោះសូម្បីតែមួយបន្តិចក៏ដោយគាត់បានសរសើរ Summon របស់គាត់ដែលបានធ្វើឲ្យការឡើងជាន់របស់ពួកគេងាយស្រួលខ្លាំងបែបនេះប៉ុន្តែគាត់ក៏រំលឹកខ្លួនឯងថាមិនត្រូវមើលស្រាលជាន់ខ្ពស់ដែលស្មុគស្មាញនៅខាងមុខនោះទេពេលសម្លឹងមើលទៅថងទុយរបស់គាត់ឆ្ងល់ថាតើគួរបកលុយខ្លះដើម្បីយករង្វាន់ឲ្យ Cossack ចំពោះការខិតខំប្រឹងប្រែងដែរឬទេខណៈដែលគាត់ដកกระดาษប្រាក់ចេញមកហើយបបួល Summon របស់គាត់ឲ្យចេញទៅទិញអីឆ្ងាញ់ញ៉ាំយុទ្ធជនដ៏ស្ងប់ស្ងាត់រូបនេះបែរជាបដិសេធយ៉ាងដាច់អហង្ការ Cossack នៅតែជើងក្អែកសុំនៅក្បែរ Master របស់គេវិញជាមួយនឹងរូបភាពដ៏គួរឲ្យស្រឡាញ់ដែលគេពាក់ឈុតមាន់បំពង់លេចឡើងពេលដែលពួកគេបដូរផែនការបាយល្ងាចនៅពេលសម្រាប់ចិត្តជ្រើសរើសមុខម្ហូបរួចរាល់ប្រុសក្មេងរូបនេះក៏បានដកទូរស័ព្ទមកកំងមាន់បំពង់ Sweet Honey Cheese Butter Chicken ពិសេសសម្រាប់ញ៉ាំជុំគ្នាបន្ទាប់មកគាត់បានបង្វែរអារម្មណ៍ទៅមើល inventory ដោយពិនិត្យមើលអបតូចដែលបញ្ចេញពន្លឺពណ៌ក្រហមដែលជា healing potion ពិសេសមានតែនៅក្នុង tower ប៉ុណ្ណោះពេលសម្លឹងមើលគំនរក្រែមពណ៌ខៀវគាត់បានគណនាថា stock mana stone ដែលកំពុងតែកើនឡើងរបស់គាត់គឺមានតម្លៃជិត2លានវ៉ុនទៅហើយ10ថ្ងៃនៅក្នុងដំណើរការរបស់ពួកគេគាត់បានពុតខ្លួនទាំងល្វើយនៅតុធ្វើការដោយដឹងខ្លួនថាគាត់បានផ្លាស់ប្ដូរជីវិតពីកម្មករធម្មតាមកជា Tower Climber ដ៏សកម្មទាំងស្រុងគាត់បានគិតត្រឡប់ទៅមើលការរ៉េតកាលពីម្សិលមិញប្រឆាំងនឹង Jungle Cannibal Flower ដែលចុងក្រោយប្រែជាជើងងាយស្រួលបំផុតសម្រាប់ Cossack ស្លៀកពាក់ឈុតអាវធំយ៉ាងសង្ហាក្នុងស្រមៃគាត់បានលើកកៅស្រាដ៏ស្រស់ស្អាតមួយដើម្បីអបអរសាទរចំពោះប្រសិទ្ធភាពការងារដ៏អស្ចារ្យរបស់ Companion ដែលគាត់ទុកចិត្ត System បានរោឡើងម្ដងទៀតដោយបង្ហាញពីការវាយតម្លៃការពេញចិត្តកម្រិត5ផ្កាយយ៉ាងល្អឥតខ្ចោះសម្រាប់ការខិតខំប្រឹងប្រែងបន្តបន្ទាប់របស់យុទ្ធជនរូបនេះដោយអអប្រៀបដូចបានមាស Cossack បានធ្វើដៃជារូបបេះដូងលើក្បាលរួចប្រកាសដោយមោទនភាពថា Master អាចទុកចិត្តលើរូបគេបានជានិច្ចសសរពន្លឺចែងចាំងមួយបានសម្គាល់ការចូលទៅកាន់ជាន់ទី10របស់ពួកគេជាមួយនឹង System ដែលកំពុងកែសម្រួល Physical Stat របស់គាត់ឲ្យសមស្របទៅនឹងការប្រកួតប្រជែងពួកគេបានរកឃើញថាខ្លួនឯងកំពុងប្រឈមមុខនឹង Green Zone ដ៏ក្រាស់មួយដែលការពារដោយ Magical Barrier រូបរាងដូចសម្បុកឃ្មុំយ៉ាងធំសម្បើមដោយមានអារម្មណ៍ថាមានការកើនឡើងនៃធម៌ពលវេទមន្តដ៏សន្ធឹកសន្ធាប់ប្រមូលផ្ដុំនៅពោះខាងក្រោមធ្វើឲ្យ Master មានអារម្មណ៍ថាកម្លាំងកើនឡើងយ៉ាងសន្ធឹកសន្ធាប់សត្វសេះដែលមានសាច់ដុំកាចសាហាវមួយបានលេចឡើងនៅពីក្រោយគាត់ខណៈដែលគាត់ឆ្ងល់ក្នុងចិត្តយ៉ាងខ្លាំងថាតើធម៌ពលថ្មីនេះធ្វើឲ្យគាត់ខ្លាចជា Beast ដែលគ្មាននរណាអាចទប់ទល់បានឬយ៉ាងណាដោយហោះហើរទៅតាមអារម្មណ៍គាត់បានដាក់ដៃលើទ្រូងយ៉ាងសម្ដែងហើយប្រកាសថាលើកនេះគាត់នឹងចូលរួមក្នុងការប្រយុទ្ធដែរ Companion របស់គាត់បានឆ្លើយតបភ្លាមដោយភាពភ័យខ្លាចដោយគ្រោះវិដៃយ៉ាងជ្រួលច្របល់ខណៈដែលគេអង្វរ Master កុំឲ្យប្រថុយខ្លួនសូម្បីតែឲ្យមានស្នាមឆ្កូតមួយបន្តិចក៏ដោយឥឡូវនេះដោយពាក់របាំងមុខសេះដ៏គួរឲ្យអស់សំណើចដែលតំណាងឲ្យការជឿជាក់លើខ្លួនឯងហួសហេតុប្រកក្មេងរូបនេះនៅតែព្យាយាមរុញច្រានខ្លួនឯងទៅមុខដោយមោទនភាពចិត្តបដិញ្ញារបស់គាត់បានកកស្ទះភ្លាមខណៈដែលភ្នែកធំពណ៌បៃតងចាញ់ចាំងមួយបានលេចចេញពីស្រមោលហើយសម្លឹងចំមកលើរូបគាត់បីសាច់ព្រៃយ៉ាង Mantis ដ៏ធំគួរឲ្យភ័យខ្លាចមួយក្បាលបានទម្លាក់ខ្លួនចុះពីស្រមោលភ្លាមដោយដាវកោងដ៏ធំរបស់វាត្រៀមខ្លួនជាស្រេចដើម្បីកាប់ប្រហារទំហំដ៏ធំសម្បើមរបស់បិសាចនោះបានធ្វើឲ្យជួយយកនឹង Cossack ប្រែជាតូចល្អិតដោយស្រមោចខណៈដែលវាឈរគ្របដណ្ដប់ពីលើពួកគេឆ្លងយកចូលពេញខ្លួនដោយឆ្ងល់យ៉ាងខ្លាំងថាតើ player ធម្មតាផ្សេងទៀតអាចរស់រានមានជីវិតទល់នឹងបិសាចទំហំប៉ុណ្ណេះដោយរបៀបណា Companion របស់គាត់បានបោះជំហានទៅមុខយ៉ាងស្ងប់ស្ងាត់ដោយប្រាប់ថាការប្រឈមមុខនឹងសត្វល្អិតតូចតាចបែបនេះជាមួយគ្នាគឺហាក់ដូចជាបន្ទាបបន្តោសកិត្តិយសរបស់គេជាយុទ្ធជនពេកហើយសត្វល្អិតយ៉ាក់នោះបានសម្លឹងចំមកពួកគេភ្នែកផ្សំរបស់វាក្រវាក់ក្រវ៉ាវខណៈដែលវាត្រៀមខ្លួនវាយប្រហារមុនពេលវាអាចក្រវ៉ាត់ដាវកោងដ៏ធំរបស់វា Mantis នោះបានបដូរទិសដៅអត្តន័យដោយចាក់សោទៅលើគោលដៅដែលកំពុងផ្លាស់ទីនៅខាងក្រោមឈរដោយមិនញាប់ញ័រនៅចំពោះមុខការគំរាមកំហែងស្រមោល Cossack បានបង្កើតធម៌ពលសម្រាប់ counter attack យ៉ាងរហ័ស
គេបានលោតឡើងលើអាកាសក្នុងល្បឿនដ៏លឿនបំផុតកិច្ចផុតពីការកាប់ចុះក្រោមរបស់បិសាចយ៉ាងងាយស្រួលខណៈដែលគេគ្រប់វិដៅរបស់គេចូលទៅក្នុងសកម្មភាពជាមួយនឹងទឹកមុខផ្ដោតអារម្មណ៍យ៉ាងខ្លាំងយុទ្ធជនរូបនេះបានចាក់សោភ្នែករបស់គេទៅលើគោលដៅដោយត្រៀមខ្លួនបញ្ចេញរចនាប័ទ្ម combat ផ្ទាល់ខ្លួនគេបានស្ទុះផ្លាស់ទីពេញសមរភូមិដូចជាស្រមោលដោយបង្កើតជារលកដើរមុតស្រួចចែងចាំងប្រៀបដូចជារបាំងសំណាញ់ដែលតាក់ជាប់សត្វល្អិតនោះទាំងស្រុង System Interface បានភ្លឺឡើងយ៉ាងរហ័សដោយប្រកាសពីការបញ្ចប់ Mission ជាន់ទី10ដោយជោគជ័យរួមជាមួយនឹងការទទួលបាន Experience យ៉ាងសន្ធឹកសន្ធាប់ដោយសក្តានុពលចូលស្រោមវិញយុទ្ធជនរូបនេះបានប្រកាសដោយមោទនភាពអំពីជោគជ័យទាំងស្រុងនៃ Mission ខណៈដែល portal របស់ Tower បានបើកឡើងដើម្បីបញ្ជូនពួកគេត្រឡប់ទៅផ្ទះវិញជយុបបានរាប់លូតរបស់គាត់ដែលកំពុងតែកើនឡើងដោយកត់សម្គាល់ថា Mana Stone បន្ថែមនេះបានធ្វើឲ្យទម្ងន់សរុបរបស់គាត់ឡើងដល់ 5.5 គីឡូក្រាមយ៉ាងរឹងមាំព្រមជាមួយដុំថ្មទាំងនោះ Platinum Crest ដ៏ចែងចាំងមួយបានលេចចេញរូបរាងឡើងដោយបន្ថែមពានរង្វាន់ដ៏កម្រមួយទៀតចូលទៅក្នុងបណ្ដុំរបស់គាត់សម្លេង System ដ៏ប្លែកមួយបានប្រកាសប្រាប់គាត់ថាគាត់បានសន្សំ Platinum Badge គ្រប់10គ្រឿងជាផ្លូវការហើយដែលវាបាន trigger ឲ្យមានរង្វាន់ milestone ពិសេសមួយឡើងបង្ហាញការជូនដំណឹងដែលអណ្ដែតលើអាកាសធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឆ្ងល់យ៉ាងអន្ទះសារថាតើ trade pick ដ៏កម្រប្រភេទណាដែលគាត់នឹង unlock នៅពេលនេះ Star System បានបង្ហាញថាឥឡូវនេះគាត់អាចចម្លង active skill មួយចេញពី summon របស់គាត់បានដោយមានបញ្ជីជម្រើសដ៏មានឥទ្ធិពលជាច្រើនកុសាកបានលោតចូលមកក្នុងការសន្ទនាភ្លាមៗដោយលើកកម្រាមដៃឡើងយ៉ាងមាំហើយប្រាប់ master របស់គេថាត្រូវតែជ្រើសរើសយក skill shadow step ជាដាច់ខាតគេបានពន្យល់ថា skill នេះគឺមានភាពងាយស្រួលខ្លាំងណាស់សម្រាប់ការរត់គេចខ្លួនដែលជួយឲ្យ master របស់គេអាចគេចខ្លួនដោយសុវត្ថិភាពទោះបីជាមានរឿងអ្វីកើតឡើងចំពោះ protector របស់គាត់ក៏ដោយជយុកមើលទៅរៀបនឹងអន់ចិត្តបន្តិចចំពោះការណែនាំនេះដោយសួរដេញដោលថាតើ companion របស់គាត់គិតថាគាត់ជាមនុស្សប្រុសប្រភេទដែលរត់យកព្រៀបដើម្បីយករួចខ្លួនមែនទេទោះបីជាមានការរអ៊ូរទាំយ៉ាងណាក៏ដោយចុងក្រោយគាត់នៅតែធ្វើការជ្រើសរើសដ៏ឆ្លាតវៃហើយ system បានបញ្ជាក់ថា skill shadow step ត្រូវបានរៀនដោយជោគជ័យហើយគាត់បានព្យាយាមស្វែងរកហេតុផលមកបញ្ជាក់ការសម្រេចចិត្តរបស់គាត់ទៅកាន់ Cossack ដោយប្រកែកថាការផ្លាស់ទីរហ័សនិងការតម្រៀបទីតាំងត្រឹមត្រូវគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុង combat ពេលដោយចង់ទៅមើល skill ថ្មីរបស់គាត់នៅក្នុងពិភពពិតគាត់បានសម្រេចចិត្តសាកល្បង activate វានៅក្នុងច្រកផ្លូវដើរដ៏ចង្អៀតរបស់គាត់បានស្ទុះទៅមុខយ៉ាងលឿនដោយភ្លេចបន្ទោហើយបានបុកយ៉ាងខ្លាំងទៅនឹងចិញ្ចើមម្ខាងទៀតដោយបន្សល់ទុកឲ្យ summon របស់គាត់ឈរមើលដោយភាពងឿងឆ្ងល់យ៉ាងខ្លាំងកាន់ smartphone យ៉ាងណែនប្រុសក្មេងរូបនេះបានលេបទឹកមាត់ទាំងលំបាកខណៈដែលគាត់ប្រមូលភាពក្លាហានដើម្បីធ្វើការហៅទូរស័ព្ទផ្លាស់ប្ដូរជីវិតមួយគាត់បាននិយាយទៅកាន់អ្នកទទួលដោយក្តីភ័យអរដោយតាក់ទងទៅកាន់ call center របស់ Awakening Management Department ជាផ្លូវការដើម្បីរាយការណ៍ពីការ Awakening នាពេលថ្មីៗរបស់គាត់តំណាងបុគ្គលិកបានអបអរសាទរគាត់យ៉ាងកក់ក្ដៅនិងបានផ្ដល់ជូនការបញ្ជូនភ្នាក់ងាររដ្ឋាភិបាលផ្លូវការមកកាន់ផ្ទះរបស់គាត់ផ្ទាល់ដើម្បីជួយសម្រួលដល់ការចុះឈ្មោះបន្ទាប់ពីចុចបិទទូរស័ព្ទគាត់បានដកដង្ហើមធំដោយក្តីធូរស្រាលដោយហត់នឿយផ្លូវចិត្តពីការសម្រេចចិត្តដ៏ក្លាហានបំផុតដែលគាត់មិនធ្លាប់បានធ្វើរដ្ឋាភិបាលពណ៌ខ្មៅដ៏ទំនើបមួយបានបើកមកឈប់នៅចិញ្ចើមផ្លូវខាងក្រៅអគារផ្ទះល្វែងរបស់គាត់ខណៈដែលក្រុមការងារដែលបានចាត់តាំងបានមកដល់ទីតាំងនៅខាងក្នុងឡានអ្នកគ្រប់គ្រងលីនិងប្រធានក្រុមយ៉នបានពិភាក្សាអំពីការស៊ើបអង្កេតដែលខកចិត្តកាលពីម្សិលមិញដោយសង្ឃឹមថាតម្រុយថ្មីនេះនឹងមានលទ្ធផលល្អជាងមុនពួកគេបានផ្ទៀងផ្ទាត់ពាក្យសុំផ្លូវការដោយបដិញ្ញាចិត្តស្វែងរកអត្តសញ្ញាណរបស់ Rookie អាចកំបាំងដែលនៅពីក្រោយកំណត់ត្រាឃ្លាដ៏អស្ចារ្យប្រធានក្រុមយ៉នមើលទៅមានការផ្ដោតអារម្មណ៍ខ្ពស់ដោយបដិញ្ញាចិត្តជ្រើសរើសកំពូលអ្នកខ្លាំងលាក់មុខរូបនេះចូលក្នុងក្រុម elite របស់ពួកគេដោយផ្ដល់ជូននូវអត្ថប្រយោជន៍រដ្ឋាភិបាលគ្រប់បែបយ៉ាងត្រឡប់មកក្នុងបន្ទប់វិញប្រុសក្មេងរូបនេះបានខិតខំដុសខាត់ការ៉ូនិងរៀបចំផ្ទះល្វែងដ៏រញ៉េរញ៉ៃរបស់គាត់យ៉ាងប្រញាប់ប្រញាល់ដើម្បីឲ្យវាមានរៀបរយសមរម្យសម្រាប់ទទួលភ្ញៀវជាន់ខ្ពស់សំឡេងកណ្ដឹងបានបន្លឺឡើងភ្លាមៗនៅក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំដែលជាសញ្ញាបញ្ជាក់ថាតំណាងភ្នាក់ងារបានមកដល់ទ្វារមុខរបស់គាត់ហើយគាត់បានបើកទ្វារហើយឃើញភ្នាក់ងារដែលស្លៀកពាក់បែបអាជីពឈរនៅខាងក្រៅរួចអញ្ជើញពួកគេចូលមកក្នុងលំនៅឋានដ៏តូចចង្អៀតរបស់គាត់ដោយគួរសមគាត់បានអោនក្បាលជម្រាបសួរពួកគេដោយការគោរពទោះបីជាវត្តមានរបស់មន្ត្រីស្រីជាន់ខ្ពស់រូបនោះធ្វើឲ្យគាត់មានអារម្មណ៍ភ័យបុកពោះទ្វេដងក៏ដោយអ្នកគ្រប់គ្រងលីបានបោះជំហានចូលមកក្នុងបន្ទប់ដោយផ្ទាល់ដោយដើរមកជិតយ៉ាងភ្ញាក់ផ្អើលដើម្បីវិភាគមើលមុខរ៉ូខីវ័យក្មេងរូបនេះទល់មុខគ្នាដោយសម្លឹងមើលចំទៅកាន់ប្រុសក្មេងដែលកំពុងតែអ៊ីនព្រិនស្ដាងមុខនាងបានសួរគាត់ចំនៅត្រង់នោះតែម្ដងថាតើគាត់គឺជា Exploit Surprise Rank Player សម្ងាត់នោះមែនដែរឬទេការចោទប្រកាន់ភ្លាមនេះបានធ្វើឲ្យជួយយកឈរកាំងស្គៀមថ្មឹងខណៈដែលភ្នាក់ងាររូបនោះបានអោនមុខមកជិតយ៉ាងខ្លាំងរហូតជ្រុងរូបគេជាប់ជញ្ជាំងគាត់បានថយក្រោយទាំងភ័យស្លន់ស្លោញើសស្រក់ចូលខ្លួនខណៈដែលប្រញាប់ប្រញាល់គិតរកលេសដោះសារខួរក្បាលរបស់គាត់គិតវិលវល់យ៉ាងជ្រួលច្របល់ដោយឆ្ងល់ថាតើរដ្ឋាភិបាលមានវិធីសាស្ត្រសម្ងាត់ក្នុងការស្វែងរកទីតាំងតាមដានរ៉េងជាក់លាក់ណាមួយឬយ៉ាងណាដោយបដិញ្ញាចិត្តការពារភាពជាឯកជនរបស់ខ្លួនគាត់បានសម្រេចចិត្តបដិសេធការចោទប្រកាន់នេះដាច់ខាតទោះក្នុងតម្លៃណាក៏ដោយហើយព្យាយាមធ្វើខ្លួនឲ្យធម្មជាតិបំផុតជាមួយនឹងសម្លេងសើចបែបបង្ខំនឹងអាអ៊ូលគាត់បានលើកដៃឡើងការពារខ្លួនដោយអះអាងថាគាត់គ្រាន់តែធ្លាប់ឮពាក្យចចាមអារាមអំពី Play Air ដ៏អស្ចារ្យបែបនេះប៉ុណ្ណោះប្រធានក្រុមយន្តបានស្ទុះចូលមកកាត់ភ្លាមដោយទះស្មារបស់ដៃគូគាត់ដើម្បីបញ្ឈប់បច្ចេកទេសសាកសួរដេញដោលយ៉ាងតឹងរឹងរបស់នាងគាត់បានស្ដីបន្ទោសភ្នាក់ងាររបស់គាត់ចំដោយពមៀននាងថា
ការដាក់សម្ពាធលើរូគីដែលមានសក្តានុពលបែបនេះគឺគ្មានភាពជាអាជីពតតែសោះភ្នាក់ងាររូបនោះបានអោនក្បាលសំទោសភ្លាមខណៈដែលប្រុសក្មេងរូបនេះបានដកដង្ហើមធំដោយក្តីធូរស្រាលពេលដឹងថាពួកគេគ្រាន់តែសាក់លបងគាត់ប៉ុណ្ណោះដើម្បីបដូរបរិយាកាសដ៏តានតឹង mascot បែប shoot សត្វតុក្កតា animated មួយបានលេចឡើងដើម្បីផ្ដល់ជារៀនអប់រំអំពីប្រវត្តិសាស្ត្ររបស់ Tower មេរៀនប្រវត្តិសាស្ត្របានបង្ហាញពីការពិតដ៏គួរឲ្យស្ញប់ស្ញែងនៃ Black Tower ដែលជារចនាសម្ព័ន្ធមានទំហំធំធេងសម្បើមដែលបានលេចឡើងកាលពី20ឆ្នាំមុនកាលពីដំបូងកងទ័ពធម្មតាបានព្យាយាមទម្លុះចូលទៅក្នុងរចនាសម្ព័ន្ធនោះប៉ុន្តែ barrier ឥតរូបរាងដ៏មានថាមពលបានរារាំងការចូលទាំងអស់ទាំងស្រុងអ្វីគ្រប់យ៉ាងបានផ្លាស់ប្ដូរនៅពេលដែលប្រជាពលរដ្ឋធម្មតាស្រាប់តែ awaken ក្លាយជា player ដែលទទួលបានសមត្ថភាពអាចបោះជំហានចូលទៅខាងក្នុងរចនាសម្ព័ន្ធនោះបាននៅខាងក្នុងប្លង់របស់វា player អាចប្រើប្រាស់ skill ដ៏មានថាមពល upgrade របស់ gear របស់ពួកគេនិងប្រមូលផ្ដុំធនធានដែលជួយរុញច្រានសេដ្ឋកិច្ចពិភពលោកទាំងមូលទោះជាយ៉ាងណាក៏ដោយ system ក៏បានកំណត់ច្បាប់យ៉ាងម៉ឺងម៉ាត់ផងដែរប្រសិនបើការឡើងជាន់របស់ប្រទេសណាមួយប្រែជាយឺតយ៉ាវការរាប់ថយក្រោយដ៏គ្រោះថ្នាក់នឹងចាប់ផ្ដើមប្រសិនបើគ្មាននរណាម្នាក់អាចវាយលុកយកឈ្នះជាន់លើថ្មីបានជោគជ័យក្នុងរយៈពេល6ខែទៀតនោះការរាប់ថយក្រោយនឹងបន្តដំណើរការទៅមុខយ៉ាងកាចសាហាវនៅពេលដែលកម្មវិធីរាប់ថយក្រោយដល់លេខ0រចនាសម្ព័ន្ធថាវេទាំងមូលនឹងរលំរលាយបង្កជាការបំផ្លិចបំផ្លាញទាំងស្រុងដល់តំបន់ជុំវិញរូបភាពដ៏សោកសៅបានបង្ហាញពីវាសនាដ៏គួរឲ្យភ័យខ្លាចនៃទីក្រុងមុំបៃដែលជាទីក្រុងមួយបានបាត់ខ្លួនទាំងស្រុងកាលពី3ឆ្នាំមុនដោយសារតែការរលំរលាយនេះសំណាងល្អប្រទេសកូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថាសំណាងបង្គួរដោយសារប្រទេសនេះមាន Tower តែមួយគត់ដែលលាក់ខ្លួននៅក្នុងជួរភ្នំជាមួយនឹង player ដែលបានចុះឈ្មោះរាប់ពាន់នាក់បច្ចុប្បន្នប្រទេសនេះកំពុងតាមពីក្រោយបណ្ដាប្រទេសនាំមុខគេនៅលើពិភពលោកដូចជាសហរដ្ឋអាមេរិកជាដើមទោះជាយ៉ាងណាក៏ដោយក្រុម elite របស់ប្រទេសកំពុងតែធ្វើការរីកចម្រើនយ៉ាងរឹងមាំដោយវាយលុកយកឈ្នះរហូតដល់ជាន់ទី65បានជោគជ័យការធ្វើបទបង្ហាញបានបញ្ចប់ដោយការបបួលនិងជំរុញឲ្យបុគ្គលដែលទើបតែ awaken ថ្មីទាំងអស់មកចុះឈ្មោះជាផ្លូវការដើម្បីក្លាយជាវីរបុរសនៃយុគសម័យទំនើបត្រឡប់មកកាន់ការពិតវិញក្រុមការងារបានអង្គុយជុំវិញតុដ៏តូចដើម្បីចាប់ផ្ដើមដំណើរការផ្ទៀងផ្ទាត់ player តាមស្តង់ដារជាផ្លូវការជួបយុគបានរៀបចំដាក់ mana stone ដែលគាត់រកបាននៅលើតុយ៉ាងប្រុងប្រយ័ត្នដោយប្រគល់វាធ្វើជាភស្តុតាងច្បាស់លាស់នៃការចូលទៅក្នុង dungeon របស់គាត់នៅពេលគេសួរថាតើគាត់អាចទៅមកបានឆ្ងាយប៉ុណ្ណាគាត់បាននិយាយបែបសាមញ្ញថាបានទៅដល់ជាន់ទី10ដែលធ្វើឲ្យភ្នាក់ងារទាំងពីរឈរកាំងដោយភាពភ្ញាក់ផ្អើលជាខ្លាំងអ្នកគ្រប់គ្រងលីបានបង្រួមភ្នែកគិតយ៉ាងជ្រៅដោយភ្ជាប់ពាក្យសម្ដីរបស់គាត់ទៅនឹងកំណត់ត្រា clear as plus ភាសាដកអាចកំបាំងភ្លាមភ្នាក់ងារទាំងពីរបានលួចមើលមុខគ្នាដោយមានអារម្មណ៍ថាប្រុសក្មេងដែលមើលទៅសាមញ្ញរូបនេះប្រហែលជាកំពុងអ្នកខ្លាំងលាក់មុខដែលពួកគេកំពុងតាមស្វែងរកពិតមែនព្យាយាមរក្សាភាពស្ងប់ស្ងាត់ជូយុកបានធ្វើជាល្ងងហើយអះអាងថាគាត់គ្រាន់តែបានឮអំពីការប្រកាសព័ត៌មាន explosion ដែលកំពុងល្បីតាមអនឡាញប៉ុណ្ណោះគាត់បានបង្ខាញញញឹមយ៉ាងស្រស់និងលើកមេដាយឡើងដោយព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើខ្លួនឲ្យដូចជារូគីធម្មតានិងគ្មានអ្វីអស្ចារ្យដោយមិនរំភើបនឹងការសម្ដែងរបស់គាត់ប្រធានក្រុមយន្តបានចាប់ផ្ដើមពន្យល់យ៉ាងរលូនអំពីរបៀបដែលរដ្ឋាភិបាលគ្រប់គ្រង player ដោយបែងចែកពួកគេជាពីរក្រុមផ្សេងគ្នាគាត់បានពន្យល់ថាខណៈដែលក្រុមទូទៅបំពេញភារកិច្ចដូចជា freelancer ឯករាជ្យក្រុម elite រក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលដើម្បីវាយលុកយកឈ្នះជាន់ខ្ពស់ៗរបស់ Tower កាត់បានបន្ថែមថាសមាជិកក្រុម elite ទទួលបានទម្រង់នៃការគាំទ្រដ៏អស្ចារ្យរួមទាំងការការពារផ្ទាល់ខ្លួននៅខាងក្រៅ Tower និងប្រាក់ខែមូលដ្ឋានប្រចាំឆ្នាំផងដែរពេលឮឃ្លាថាការការពារផ្ទាល់ខ្លួនជួយយកសម័យឃើញភ្លាមនៅទស្សនវិជ្ជាដ៏ចលាចលដែលមានអ្នកសារព័ត៌មានយ៉ាងច្រើនកកកចាំរុំគាត់ជាមួយនឹងពន្លឺកាមេរ៉ាភ្លឹបផ្លែតគំនិតដែលថាកាមេរ៉ារំលោភលើភាពជាឯកជនរបស់គាត់បានធ្វើឲ្យគាត់ភ័យស្លន់ស្លោព្រោះគាត់ស្អប់ដាច់ខាត់ការខ្លាចជាចំណុចចាប់អារម្មណ៍របស់សាធារណជនយូនបានបន្តទៀតថាការដាក់ពាក្យចូលក្រុម elite ទាមទារឲ្យមានការថតសកម្មភាពរេក្នុង dungeon ទាំងអស់ជាមួយនឹង body camera ដែលផ្ដល់ជូនដោយរដ្ឋាភិបាលលក្ខខណ្ឌនោះគឺជាដំណក់ទឹកចុងក្រោយសម្រាប់ Rocky ដែលចូលចិត្តលាក់មុខរូបនេះដែលឲ្យតម្លៃលើភាពជាឯកជនរបស់គាត់លើសពីអត្ថប្រយោជន៍រដ្ឋាភិបាលណាមួយគាត់បានញិះដៃចូលគ្នាយ៉ាងញាប់ញ័រដោយត្រៀមខ្លួនបដិសេធសំណើរបស់ពួកគេឲ្យបានគួរសមបំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងការអោនអេសក្បាលទាំងភ័យអគាត់បានថ្លែងយ៉ាងច្បាស់ថាគាត់នឹងមិនដាក់ពាក្យចូលក្រុម elite នោះទេការប្រកាសនេះបានធ្វើឲ្យភ្នាក់ងារទាំងពីរភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបន្សល់ទុកនៅភាពស្ងប់ស្ងាត់ដ៏អាក់អួលភ្លាមនៅក្នុងបន្ទប់តូច